បងប្អូនអរគ្នានៅក្នុងវីដេអូនេះបងប្អូននឹងបានឃើញអំពីរបៀបនៃការប្រើប្រាស់ម៉ាស៊ីនថ្មីរបស់យើងតែម្ដងដែលជា model hybrid របស់ Fujisan ຂະຫນາດ18នាក់ជា model នេះគឺជា model A98TB នៅពេលដែលបងប្អូនបើកភ្លើងហើយនៅលើនេះគឺមានកន្លែងដែលយើងចុចសម្រាប់បិទបើកម៉ាស៊ីនចឹងបងប្អូនចុចកន្លែងនេះ1វិនាទីមកចឹង screen នៅលើនេះនឹងបើកតែម្ដងហើយមុខងារទាំងអស់យើងមាន8នៅខាងឆ្វេងនេះ2ជួរហ្នឹងចឹងបងប្អូនអាចរើសបានតាមរយៈការចុច touch នៅលើនេះចឹងកន្លែងការ៉េនេះបងប្អូនចុចមួយរើសមួយតែម្ដងចឹងសម្រាប់មុខងារទី1មុខងារអូតូគឺប្រើសម្រាប់ប្រឡាក់ចម្រោះមានប្រឡាក់ខ្លាំងប្រឡាក់តិចលីចម្រោះចូលគ្នាហើយចុចមួយទៀតមុខងារអេកូនេះគឺជាមុខងារសំចៃប្រឡាក់កម្រិតទូទៅ Rapid នេះប្រើសម្រាប់ប្រឡាក់តិចតួចប្រឡាក់ស្រាលមានប្រឡាក់បង្អែមឬក៏បបរឬក៏ប្រភេទសម្លដែលស្រាលៗហើយអត់មានសម្ងួតទេមុខងារមួយនេះ Crystal ប្រើសម្រាប់លាងប្រភេទកែវហើយមក Universal នេះប្រើសម្រាប់ប្រឡាក់ទូទៅមានចានឬក៏អាចលាយជាមួយឆ្នាំងឬក៏កែវបានដែលប្រឡាក់មកល្មម Intensive ប្រើសម្រាប់ប្រឡាក់ខ្លាំងមានប្រភេទក្រៀមឬក៏ខ្លាញ់បើគ្រឿងដែលដិតដូចប្រភេទគ្រឿង hot pot អីបងប្អូនអាចលាងសម្រាប់មុខងារ Intensive នេះបានហើយ60នាទីប្រើសម្រាប់មួយពេលបងប្អូនលាងម្ដងកម្រិតប្រឡាក់មកល្មមដូចគ្នា Self clean នេះប្រើសម្រាប់លាងតួម៉ាស៊ីនអញ្ចឹងក្នុងរយៈពេល2សប្តាហ៍លើកទឹកចិត្តបងប្អូនបានប្រើមុខងារនេះដើម្បីលាងសម្អាតម៉ាស៊ីនម្ដងដើម្បីជួយសម្អាតទៅលើផ្នែកខាងក្នុងរបស់ម៉ាស៊ីនទាំងស្នាមប្រឡាក់និងក្លិនផ្សេងៗគឺជួយបានច្រើនមែនទែនធ្វើឲ្យម៉ាស៊ីនបងប្អូននៅដូចថ្មីហើយនៅខាងឆ្វេងដៃបងប្អូនឃើញមានរូបចាន3ត្រេនេះគឺប្រើសម្រាប់ store អញ្ចឹង store នេះគឺរក្សាចានទុកក្នុងម៉ាស៊ីនបងបើសិនជាបងប្អូនលាងហើយបងប្អូនទុកចោលក្នុងម៉ាស៊ីនមួយថ្ងៃ2ថ្ងៃគឺវាមានតួនាទីមួយក្នុងការរក្សាសីតុណ្ហភាពឲ្យនៅខាងក្នុងម៉ាស៊ីនក្តៅងំហើយការពារសំណើមហើយនិងក្លិននៅខាងក្នុងម៉ាស៊ីនដូចគ្នាបន្តមកទៀតនៅខាងក្រោមនេះបងប្អូននឹងឃើញរូបសោអញ្ចឹងសោនេះបងប្អូនអាចប្រើសម្រាប់ lock function ឬក៏ការដូរមុខងារផ្សេងៗក្នុងកំឡុងពេលលាងអញ្ចឹងការពីក្មេងឬក៏អ្នកដទៃដែលគាត់ច្រឡំមកចុចបិទឬក៏ចុច stop ក្នុងរយៈពេលដែលម៉ាស៊ីនកំពុងតែដំណើរការអញ្ចឹងបានន័យថាគ្រប់ function ដោះដូរអីទាំងអស់គឺយើងអាចចុចបិទបើកឬក៏ដូរបានទេអញ្ចឹងដើម្បីដោះដូរបានលុះត្រាតែបើកសោម៉ាស៊ីនដើម្បីបំបត្តិនៅលើ screen នេះអញ្ចឹងពេលនេះបងប្អូនអាចបិទបើកឬក៏ដូរមុខងារឬក៏ចុច start stop អីបានហើយនៅកន្លែង1.2នេះគឺប្រើសម្រាប់បងប្អូនចង់លាងផ្នែកខាងលើសុទ្ធក៏បានផ្នែកខាងក្រោមសុទ្ធក៏បានដោយសារតែយើងមាន3ជាន់នេះអញ្ចឹងបងប្អូនចុចមួយឃើញរូបបាញ់ទឹកដល់ពីខាងក្រោមនេះបានន័យថាបងប្អូនលាងនៅជាន់ខាងក្រោមបើសិនជាចុចមួយទៀតបាញ់មកពីខាងលើវិញបានន័យថាបងប្អូនលាងនៅជាន់ខាងលើអញ្ចឹងបើសិនជាបងប្អូនចង់លាងខាងលើសុទ្ធក៏បានខាងក្រោមសុទ្ធក៏បានតែបើសិនជាបងប្អូនចង់លាងទាំងពីរបងប្អូនគ្រាន់តែចុចឲ្យបាត់ភ្លើងទាំងពីរនេះមកគឺបានន័យថាលាងទាំងពីរផ្នែកខាងលើក៏លាងខាងក្រោមក៏លាងដូចគ្នាហើយបន្តមកទៀតនៅខាងស្ដាំនេះបងប្អូននឹងឃើញរូបនាឡិកាហើយត្រេ2នេះប្រើសម្រាប់ពន្យាម៉ោងលាងបងប្អូនប្រើមុខងារមួយណាថាមុខងារមួយនេះហើយបងប្អូនចង់លាង1ម៉ោងក្រោយក៏បាន2ម៉ោងក្រោយក៏បាន3ម៉ោងក្រោយក៏បានអញ្ចឹងបើសិនជាបងប្អូនជ្រើសរើសពន្យាម៉ោងមក6ម៉ោងក្រោយហើយបងប្អូនក៏អាចចុច start ក្នុងរយៈពេល6ម៉ោងក្រោយបានម៉ាស៊ីនចាប់ផ្ដើមដំណើរការក្នុងការបូមទឹកហើយបាញ់លាងសម្អាតតែម្ដងអញ្ចឹងលេខនឹងធ្លាក់ចុះរយៈពេល1ម៉ោងធ្លាក់ចុះមួយលេខ1ម៉ោងធ្លាក់ចុះមួយលេខអញ្ចឹងបើសិនជាបងប្អូនចង់ cancel វិញលុះត្រាតែបងប្អូនបើកសោនេះសិនហើយតមកយើងចុចបិទមកហើយចុចបើកដើម្បីរើសមុខងារសារថ្មីម្ដងទៀតអញ្ចឹងនៅលើកន្លែង touch មួយនេះគឺជា function មួយដែលប្រើសម្រាប់សម្ងួត direct តែម្ដងបើសិនជាបងប្អូនមានចានឬក៏ឆ្នាំងឬក៏សម្ភារៈកែវអីផ្សេងៗបងប្អូនចង់សម្ងួតនៅខាងក្នុងម៉ាស៊ីនក៏បានដូចគ្នាដែរដោយគ្រាន់តែបងប្អូនរៀបចំចានឬក៏សម្ភារៈដែលបងប្អូនត្រូវសម្ងួតហើយបងប្អូនចុចបើកម៉ាស៊ីនតទៅទៀតបងប្អូនចុច direct ទៅលើ function មួយហ្នឹងអញ្ចឹងម៉ាស៊ីននឹងដំណើរការ direct តែម្ដងគឺអត់ចាំបាច់ឲ្យបងប្អូនចុច start ទេអញ្ចឹងសម្រាប់ function មួយនេះគឺជា function ដែលល្អខ្លាំងមែនទែនសម្រាប់ការសម្ងួត direct ខាងក្នុងម៉ាស៊ីនហើយមួយទៀតតកតងជាមួយនឹងការបិទបើកម៉ាស៊ីនដោយសារតែម៉ាស៊ីននេះជា model hybrid ហើយគឺកញ្ចក់វាស្អាតខ្លាំងមែនទែននៅខាងមុខអញ្ចឹងតកតងជាមួយនឹងការបើកទ្វារម៉ាស៊ីនបងប្អូនក៏ចុច touch នៅលើរូបទ្វារនៅខាងមុខនេះអញ្ចឹងម៉ាស៊ីននឹងដំណើរការរុញទ្វារមកខាងមុខដើម្បីឲ្យបងប្អូនបើកបិទបានតាមចិត្តរបស់បងប្អូនហើយតទៅទៀតបងប្អូនគ្រាន់តែទាញមកខាងមុខមកជាការស្រេចហើយសម្រាប់ការបិទបើកម៉ាស៊ីនហើយដល់ពេលបិទទៅវិញបងប្អូនគ្រាន់រុញคลิกបន្តិចម៉ាស៊ីននឹងទាញទ្វារទៅអូតូតែម្ដងអញ្ចឹងតកតងជាមួយនឹងការប្រើប្រាស់ម៉ាស៊ីនរបស់យើងគឺមានតែប៉ុណ្្នឹងទេបងប្អូនថ្មីខ្លាំងមែនទែនហើយស្អាតខ្លាំងមែនទែនស័ក្តិសមសម្រាប់ផ្ទះបាយដ៏ទំនើបសម្រាប់របស់បងប្អូនអញ្ចឹងអរគុណច្រើនជួបគ្នាវីដេអូក្រោយ